Ok, tao hỏi là dân từ set up QR code đã lên cái đại từng họcគ្នាmột nữa mà thì đọc lắm chứ dừng bật app máu bà này và dừng bật app hay dừng mờ một tí bầy nó khăn crom và mình rụt nhiều cá chụp lên lần tới hay scroll một crom thì tiền và mình biết thấy cá chừng chụp lơ vía và chụp lơ vía hái chụp add mình tiền máu làm tí và chụp add hái vì mình khăn crom vì đã thay thò ý cá bên nè đại chụp mua card របស់យើងដាក់ឈ្មោះ QR code របស់យើងណាបាទអញ្ចឹងបងប្អូនចង់ដាក់ឈ្មោះអីឈ្មោះ ABC អីក៏បានដែរតែខ្ញុំដាក់ជាលុយអញ្ចឹងខ្ញុំដាក់ចំណាំ ABA បើ USD មានហៅ ABA បើលុយដុល្លារហើយមួយទៀតខ្ញុំនឹង add បាទ ABA លុយខ្មែរអញ្ចឹងពេលដែលមានគេបាញ់លុយមកខ្ញុំបង្ហាញតែនាឡិកាដៃនេះគឺបាញ់លុយបានដែរលុយខ្មែរក៏បានដុល្លារក៏បានទេអែមតែអញ្ចឹងវាជួយបានមួយផ្នែកដែរបាទហើយវាអាច scan លុយបានទៀតបាទបាញ់លុយចូលបានទៀតអីតំណងតាអូខេដល់ហើយយើង set up ឲ្យហើយចឹង mode នេះគឺជួយបានច្រើនគួរសមបាទម្ចាស់អាជីវកម្មបាទក៏ល្អដែរបាទខ្ញុំមិនមែនជាម្ចាស់អាជីវកម្មតែខ្ញុំដាក់ QR code ក៏បានដើម្បីងាយស្រួលពេលគេបាញ់លុយមកណាចង់បាញ់លុយមកក៏បានខ្ញុំតម្លាក់ QR code ជូនណាអូខេចឹងសម្រាប់ការ set up បាទគឺមានប៉ុណ្្នឹងទេបាទឥឡូវយើងធ្វើការ scan វាសាកមើលបាទវាបានអត់ណា scan សាកមើល scan លុយណាលុយខ្មែរអស់ម៉ានអីម៉ានគិតលុយចេញថាបងប្អូនណាបាទអូខេអញ្ចឹងរបៀបនៅក្នុងការ set up បើ QR code ដាក់លើនាឡិកាដៃបាទគឺមានប៉ុណ្្នឹងទេបាទអរគុណច្រើនបាទជួបគ្នានៅវីដេអូក្រោយ